លោកបានរាប់បាតនិមន្តព្រះសង្ឃចំនួន56ព្រះអង្គដើម្បីជាការរាប់បាតដោយតែព្រះអង្គទ្រង់ត្រាស់សម្ដែងថាបត្តកោរានភាវេនៈដោយអំណាចតែបាយដែលពេញក្នុងបាតអាចដោះលែងឬក៏យាមបណ្ដានរបស់លោកអ្នកដែលស្លាប់ទៅកាន់នៅបរលោកហើយនោះក្រែងលោកទៅកាន់នៅទីមានពរិទ្ធស្មារណាដោយអំណាចនៃទឹកចិត្តដែលកូនចៅលោកមាននៅកតញ្ញូកតវិធីបានបំពេញនៅបុណ្យទស្សនានុប្រទានគម្រប់ដែលនិមន្តព្រះសង្ឃចំនួន51ព្រះអង្គនៅក្នុងឱកាសនេះយើងខ្ញុំទាំងអស់គ្នាសូមតែសេចក្តីសុខសេចក្តីចម្រើនរួចចាកនៅសេចក្តីទុក្ខទាំងពួងគឺសូមអនុមោទនាហើយខ្ញុំពីអ្នកកូនហេខ្ញុំហើយសូមអនុមោទនានៅពិធីរាប់បាតព្រះសង្ឃចំនួន51អង្គគឺសូមអនុមោទនាហើយខ្ញុំដាក់ហើយទេវតាសព្វថានយើងខ្ញុំសូមទានបង្គំវត្តទឿនិមន្តសម្ដេចព្រះអន្តរានិមន្តព្រះយមរាជាសូមទានមកគង់រៀនថ្មីយើងខ្ញុំស្បាយស្លាធម៌បាយស្រីរៀនទិញធុកបារីទានធុកបារីរៀនទាំងអស់ញាតគឺសម្រាប់ម្ចាស់ថ្លៃវាយរៀនទាំងពីទាំង8ទាំងរៀនម្ចាស់ថ្លៃរៀបចំជាថ្មីប្រសើរស្អាតស្អាតមានទាំងកំណល់លំកលលើຂະຫນាតប្រាក់ត4បាតនៅក៏មិនជួយព្រៃវាយខ្លាបារីទានធុកប្រតិជ្រាលាក្បាលតកប់ពីផ្កាវាយគ្រឿងដូជាសម្រាប់មកឡថ្ងៃនេះថ្ងៃជារឿងមួយជ័យលោកគ្រូលោកតាប្រងព្រះគុណម្ចាស់លោកអាចារ្យគណៈកម្មការយុទ្ធពលពុទ្ធបរិស័ទទាំងអស់បានរៀបចំនិមន្តព្រះសង្ឃចំនួន51ព្រះអង្គដើម្បីត្រឹមគោលការណ៍បណ្ឌបាតដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខដើម្បីជាសេចក្តីចម្រើនដល់យុវជនទាំងអស់គ្នាផងនិងដើម្បីជាសេចក្តីសុខដើម្បីជាសេចក្តីចម្រើនដល់លោកអ្នកដែលបានចែកថាផងសូមអនុមោទនាអនុមោទនាហើយសូមបងឬក៏អង្គប្រុសអង្គអីដែលគាត់ជួបប្រតាមមកយើងយកសម្លាណាទៅយកសម្លានៅបុគ្គល